កម្ពុជាសូមបញ្ជាក់ថាហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះដើម្បីបញ្ចប់បញ្ហានេះនិងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាសពិចសពើគ្នាជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នាអញ្ចឹងកិច្ចការនេះគឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិក៏ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធបើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះគឺជាការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលម្សិលមិញនេះខ្ញុំបានទៅព្រះវិហារជួបជាមួយនឹងមេដឹកនាំរបស់កងទ័ពរបស់យើងដែលឈរ